កម្ពុជាសង្ហបុរីបដិញ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជាសង្ហបុរីឲ្យកាន់តែរឹងមាំបន្ថែមទៀតរាជធានីភ្នំពេញក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី48រយៈពេល2ថ្ងៃគឺថ្ងៃទី7និងទី8ខែឧសភានៅកោះសេប៊ូសាធារណរដ្ឋហ្វីលីពីនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្ហបុរីនារសៀលថ្ងៃទី7ខែឧសភាឆ្នាំ2026ជាកិច្ចចាប់ផ្ដើមនាយករដ្ឋមន្ត្រីសង្ហបុរីបានសម្ដែងនៅការរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតីជាថ្មីម្ដងទៀតព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អយូរអង្វែងនិងប្រកបដោយផ្លែផ្ការវាងកម្ពុជានិងសង្ហបុរីលោកនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាជំនួបរវាងរូបលោកនិងសម្ដេចធិបតីនាឱកាសនេះជាការបញ្ជាក់ឲ្យឃើញពីភាពជិតស្និទ្ធនិងការបដិញ្ញាចិត្តរបស់ប្រទេសទាំងពីរដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីជាមួយគ្នានេះលោក Lawrence Wong ក៏បានគូបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់សង្ហបុរីក្នុងការជំរុញសន្ទុះនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរជាការឆ្លើយតបសម្ដេចធិបតីបានសម្ដែងនៅសេចក្តីពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមទាំងការចូលរួមជាធរមាននាពេលថ្មីៗនេះនៃពិធីសារទី2ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលដែលនឹងរួមចំណែកក្នុងការបន្តទាក់ទាញវិនិយោគិនសង្ហបុរីមកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀតជាមួយគ្នានេះសម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុសារណៈនៃកិច្ចសហប្រតិបត្តិការ MOC ស្តីពីសន្តិសុខស្បៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលថ្មីៗនេះផងដែរសម្ដេចធិបតីបានសម្ដែងនៅសុទិដ្ឋិនិយមថាប្រទេសទាំងពីរនឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀតដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគ្រប់វិស័យក៏ដូចជាបន្តផ្សារភ្ជាប់ភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរសម្ដេចធិបតីក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីសង្ហបុរីថាកម្ពុជានឹងចាប់ផ្ដើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាក្នុងឆ្នាំ2026នេះដោយសង្ឃឹមថាកម្ពុជានឹងទទួលបានការចែករំលែកបទពិសោធន៍ពីប្រទេសសង្ហបុរីបន្ថែមទៀតដើម្បីធានានូវភាពរលូនសម្រាប់ការអនុវត្តថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យពាណិជ្ជកម្មធម្មពលការពារជាតិនិងសន្តិសុខព្រមទាំងបានផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់មួយចំនួនក្នុងក្របខ័ណ្ឌអាស៊ាននិងអន្តរជាតិផងដែរ